ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃអាទិត្យពួកយើងសម្រាប់ហើយនាំគ្នាទៅស្គីថ្ងៃនេះ7នាក់មានមេកាម្នាក់ក៏ជូនទៅមេកា2នាក់មេកា2នាក់មេកាជប៉ុនមួយមេកាខ្មែរមួយថ្ងៃនេះមេកាខ្មែរថ្ងៃនេះសេនប៉ៃហើយយើងទៅណាដែរទៅលេងស្គីទៅខាឌីសាវ៉ាទៅបានដងទៅទឹកលើកហ្នឹងទៀត3ដងហើយទៅខាឌីសាវ៉ានេះជាលើកទី2បើគិតជាដួលបាន100ដងណាដួលវិញគាត់ដងមិន100ដងហើយយើងដោយនោះនារីមកម្នាក់ដែរទៅក្រោយយើងទៅចតក៏មានព្រើបតាមដល់តិចពីចំបាន20ទេគ្នាកន្លែងជិះស្គីក្នុងផងដែរគឺបើកនៅម៉ោង 8 កន្លះពេលពួកយើងមកដល់នេះដោយសារសម្ភារបំពាក់យើងមានស្រាប់អញ្ចឹងយើងជួលតែស្បែកជើងនិងក្តារស្គីក្នុងតម្លៃ 4,500 យេនហើយនឹងសំបុត្រចូល 4,000 យេនទៀតសរុបទាំងអស់គិតជាដុល្លារខ្ទង់ជិត$60បន្ទាប់ពីយើងស្លៀកពាក់រួចរាល់ហើយគឺយើងមកកន្លែង Rent Shoe ដែលកន្លែងយើងជិះទៀបមុននឹងយើងឡើងទៅកន្លែងខ្ពស់ឥឡូវនេះយើងឡើងទៅរែងឈឺលើកំពូលចាក់ធីមណាបាក់ប៉ាមើលនេះមិនការចៅទីឡុងការជិះចង់ថតលែណាចង់ថតភាពពីជីដែរអត់មានបទភាពកាន់កាមេរ៉ាដល់ឥឡូវកំពុងតែជ្រុះមើលកពស់ក្រោមហើយឥឡូវពុំក្រោមហើយកពស់ហើយមើលមិនមកអានេះទាំងតង់ទី1តង់ទី2នោះហើយពេលជីកដបងនេះខ្មាស់ក្មេងណាស់តែអស់គ្នាព្រោះកូនក្មេងជប៉ុន2ឆ្នាំ3ឆ្នាំជិះធ្វើមិនដឹងពួកខ្ញុំនេះគឺដួលប្រផាត់ពីងពេញហ្នឹងអត់តែមានទាំងរូបមានវីដេអូហើយដួលចាំបាច់ថាបងគូនអូចាប់បានlên thôi dạ thì giúp mà đùa lên trăm hai còn lẹ trong đi bằng coi bác trăm
bên ไอ้เป็นทอบนะ WhatsApp pro WhatsApp ที่เนี่ยนี่จริงการตีสายบาร์โทน การเตะบาสทอบ